ពេលនេះផ្កាយរណបរបស់ប្រទេសថៃដែលជាសមិទ្ធផលក្នុងស្រុកទទួលបរាជ័យពេលបាញ់បង្ហោះនៅប្រទេសឥណ្ឌាប្រិមត្តទស្សនិកជនជាទីមេត្រីយើងទៅបន្តតាមដានព័ត៌មានប្លែកៗនៅប្រទេសថៃសម្រាប់ថ្ងៃទី13ខែមករា2026នេះតាមការចុះផ្សាយដោយសារព័ត៌មាននានាថៃមានគម្រោងបាញ់ផ្កាយរណបទៅកន្លងតារាវិថីបាទដើម្បីអភិវឌ្ឍផ្នែកខាងយោធាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក៏ប៉ុន្តែគឺជារឿងមួយបាទដែលគួរឲ្យអបអរសាទរមែនទែនដោយសារតែគម្រោងផ្កាយរណបរបស់ប្រទេសថៃដែលបាញ់នៅប្រទេសឥណ្ឌានេះគឺទទួលបរាជ័យហើយប្រិមិត្តបេសកកម្មលំហអាកាសដ៏សំខាន់របស់ប្រទេសថៃបានជួបប្រទះនៅការរអាក់រអួលយ៉ាងខ្លាំងនៅពេលដែលផ្កាយរណបដែលមានឈ្មោះថា THOS-2A ដែលជាសមិទ្ធផលស្ថាបនាដោយផ្ទាល់ក្នុងស្រុកបានបរាជ័យក្នុងការចូលទៅកាន់គន្លងតារាវិថីដែលបានគ្រោងទុកបន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងអំឡុងពេលបង្ហោះចេញពីប្រទេសឥណ្ឌាបាទនេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃច័ន្ទទី12មករាកន្លងទៅនេះហេតុការណ៍នេះគឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសថៃដែលកន្លងមកបានលើកដំកើងផ្កាយរណបនេះថាជាចំណុចរបត់នៃវិស្វកម្មជាតិនិងជាសសរស្តម្ភនៃគោលនយោបាយសេដ្ឋកិច្ចលំហអាកាសរបស់ខ្លួនផ្កាយរណបនេះគឺជាផ្កាយរណបអង្កេតផែនដីដំបូងបង្អស់ដែលត្រូវបានផលិតឡើងនៅក្នុងស្រុកដោយកម្លាំងវិស្វករថៃវាត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុកែត PSLV របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌាចេញពីមជ្ឈមណ្ឌលអវកាសសាទីដាវ៉ាន់ក្នុងតំបន់ស្រីហារីកូតានៅវេលាម៉ោង 11:48 នាទីព្រឹកទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសនិងព័ត៌មានភូមិសាស្ត្រថៃក្រោយមកបានបញ្ជាក់ពីបរាជ័យនេះដោយយោងតាមសម្ដីរបស់ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌាលោក Narayanan ដែលបានថ្លែងថាការបង្ហោះបានប្រព្រឹត្តទៅជាធម្មតារហូតដល់ដំណាក់កាលទី3នៃរ៉ុកែតនៅពេលដែលបញ្ហាបច្ចេកទេសមួយបានបណ្ដាលឲ្យល្បឿនបង្វិលរបស់រ៉ុកែតមានភាពមិនប្រក្រតីលោក Narayanan បាននិយាយថាជាលទ្ធផលគន្លងហោះហើររបស់យានបានងាកចេញពីផ្លូវដែលបានគ្រោងទុកខណៈពេលដែលទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសនិងព័ត៌មានភូមិសាស្ត្រថៃកំពុងធ្វើការវិភាគទិន្នន័យហោះហើរជាមួយនឹងអង្គការស្រាវជ្រាវអវកាសឥណ្ឌាមន្ត្រីជំនាញបានទទួលស្គាល់ថាផ្កាយរណបនេះទំនងជាបានធ្លាក់ចូលមកវិញនៅលើភពផែនដីឬស្ថិតនៅក្នុងគន្លងដែលមិនអាចដំណើរការបានផ្កាយរណប THOS-2A ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃចំនួន20នាក់ហើយវាគឺជាផ្កាយរណបថៃដំបូងគេដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈកម្រិតឧស្សាហកម្មវាត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយការគ្រប់គ្រងធនធានធម្មជាតិកសិកម្មការរៀបចំផែនការទីក្រុងការត្រួតពិនិត្យបរិស្ថានព្រមទាំងដើម្បីត្រួសត្រាយផ្លូវសម្រាប់ផ្កាយរណប THOS-3 នាពេលអនាគតផងដែរបាទដូច្នេះយើងទទួលបានព័ត៌មានបាទតាក់ទងទៅនឹងបរាជ័យនៃការបង្ហោះផ្កាយរណបបាទរបស់ថៃដែលការពិតទៅផ្កាយរណបនេះគឺបង្ហោះចេញបាទពីប្រទេសឥណ្ឌានោះបាទប៉ុន្តែត្រូវបានវិស្វករថៃបាទគឺជាអ្នកធ្វើប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញថាឥឡូវនេះបាទគឺថៃកំពុងតែបរាជ័យហើយបាទផ្កាយរណបគឺពិតជាសំខាន់ណាស់បាទសម្រាប់ពេលបច្ចុប្បន្ននេះជាពិសេសគឺក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះបាទការប្រើប្រាស់ផ្កាយរណបបាទគឺគេអាចបាទប្រើប្រាស់បាននៅគ្រប់វិស័យមិនថាតែវិស័យពាណិជ្ជកម្មបាទការតាមដានអាកាសធាតុហើយជាពិសេសនោះគឺតាក់ទងទៅនឹងវិស័យយោធានេះតែម្ដងដែលយើងឃើញថាថៃពីមួយឆ្នាំទៅមួយឆ្នាំតែងតែពង្រឹងបាទសមត្ថភាពយោធាកាន់តែពង្រឹងសមត្ថភាពយោធារបស់ខ្លួនជានិច្ចដើម្បីចិញ្ចឹមចិត្តបាទនៅក្នុងការឈ្លានពានប្រទេសជិតខាងខ្លួនបាទប្រិមត្តទស្សនិកជនជាទីមេត្រីព័ត៌មានបន្ទាប់បាទតាក់ទងទៅនឹងប្រទេសថៃនេះផងដែរបាទយើងក៏បានឃើញថាបាទនៅយប់មិញនេះបាទមានករណីអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងនៅក្នុងខេត្តឈុនបុរីបាទគឺអគ្គិភ័យឆេះភ្នំតែម្ដងប្រិមិត្តបាទដែលនេះគឺជាបង្កបាទដែលរឿងនេះបង្កការភ័យស្លន់ស្លោដល់ប្រជាជនបាទនាំគ្នារត់គេចបាទចេញពីកន្លែងកើតហេតុអគ្គិភ័យបានឆាបឆេះភ្នំសាមេសានបាទនៅប្រទេសថៃទាំងមិនដឹងមូលហេតុគណៈហេតុការណ៍នេះគឺធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោរត់ចេញពីលំនៅឋានខ្លាចភ្លើងរាលដាលដល់ផ្ទះរបស់ពួកគេតាមការចុះផ្សាយដោយសារព័ត៌មានខាវសតបាទភ្នំនេះមានទីតាំងស្ថិតនៅក្នុងភូមិនងក្រចងក្នុងឃុំសាមេសានបាទស្រុកសាថាហ៊ីបនៃខេត្តឈុនបុរីទោះបីមិនដឹងមូលហេតុប៉ុន្តែអាជ្ញាធរសន្និដ្ឋានថា
ដំបូងភ្លើងប្រហែលឆេះស្មៅលើភ្នំនាម៉ោង 5:30 នាទីល្ងាចថ្ងៃច័ន្ទទី 12 ខែមករារួចក៏រាលដាលខ្លាំងឡើងតែម្ដងវាមានសភាពធ្ងន់ធ្ងរបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅនិងផ្សែងខ្មៅខ្មួលខ្មាញ់បង្ខំឲ្យក្រុមពលិតអគ្គិភ័យប្រើប្រាស់រថយន្តជាង10គ្រឿងដើម្បីគ្រប់គ្រងស្ថានភាពដោយសារតែភ្លើងកាចសាហាវពេកបានឆេះរាលដាលយ៉ាងលឿនពលរដ្ឋរស់នៅក្បែរនោះក៏ប្រញាប់ប្រញាល់ជម្លៀសចេញពីផ្ទះសម្បែងទាំងអារម្មណ៍ភិតភ័យស្លន់ស្លោមុនពេលគ្រោះថ្នាក់មកដល់មកទល់ពេលនេះគឺគេកំពុងតែធ្វើការស៊ើបអង្កេតនៅឡើយដូច្នេះយើងបានឃើញរឿងមួយទៀតតាក់ទងទៅនឹងភ្លើងឆេះភ្នំបង្កឲ្យប្រជាជននឹងភ័យរត់ស្លន់ស្លោតែម្ដងប្រិមត្តទស្សនិកជនតាក់ទងទៅនឹងរឿងហេតុចម្លែកកើតមាននៅប្រទេសថៃនេះដែរថ្មីនេះសារព័ត៌មាន The Nation ក៏ដូចជាសារព័ត៌មានខៅសុតក៏បានចុះផ្សាយតាក់ទងទៅនឹងការប្រកាសអាសន្នមួយនៅទីក្រុងបាងកកតាក់ទងទៅនឹងខ្យល់ពុលដែលមានកម្រិតភាគល្អិតនៅក្នុងខ្យល់ខ្ពស់ធ្វើឲ្យប៉ះពាល់ទៅដល់ដំណក់ដង្ហើមនិងជំងឺស្បែកប្រជាជនជាង10លាននាក់នៅទីក្រុងបាងកកនេះតែម្ដងហើយក្នុងសង្កាត់ក៏ដូចជាតំបន់មានចំនួនរហូតដល់20ឯណោះដែលនេះគឺជារឿងមួយកំពុងតែប្រឈមនៅរដូវក្តៅគឺរដូវប្រាំងនេះហើយកន្លងទៅទីក្រុងបាងកកនៃប្រទេសថៃនេះក៏ធ្លាប់ជាប់ជាចំណាត់ថ្នាក់ដែលជាទីក្រុងមានផ្សែងពុលនៅលើពិភពលោកមួយផងដែរក្នុងចំណោមទីក្រុងនានានៅក្នុងនោះយើងឃើញថាអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះនៅពេលដែលថៃឈ្លានពានកម្ពុជាថៃបានប្រើប្រាស់ផ្សែងពុលដាក់កងទ័ពកម្ពុជានៅតាមព្រំដែនដែលនេះគឺជារឿងដ៏ឃោរឃៅមែនទែនហើយឥឡូវនេះមិនមែនជាផ្សែងពុលដែលថៃបាញ់មកលើកងទ័ពកម្ពុជាទេក៏ប៉ុន្តែជាខ្យល់ដែលមានកម្រិតភាគល្អិតខ្ពស់ដូចជាខ្យល់ពុលដែរនៅក្នុងធម្មជាតិដែលបង្កើតឡើងដោយសំណល់នៃការដុតចម្ការក៏ដូចជាធូលីពីព្រោះថាទីក្រុងបាងកកថៃនេះគឺមានយានយន្តច្រើនធ្វើចរាចរណ៍ដូច្នេះផ្សែងចេញពីរថយន្តផ្សែងចេញពីរោងចក្រក៏ដូចជាធូលីដែលបណ្ដាលមកពីទឹកជំនន់ខែវស្សាកន្លងទៅនេះរួមជាមួយនឹងការដុតស្មៅក៏ដូចជាការដុតចម្ការរបស់កសិករហ្នឹងគឺបង្កើតបានទៅជាខ្យល់អាប់អួរមួយដែលគេហៅថាខ្យល់ពុលធ្វើឲ្យប៉ះពាល់ទៅដល់ដំណក់ដង្ហើមឥឡូវនេះគឺកំពុងតែកើតមានពេញបន្ទុកហើយនៅទីក្រុងបាងកកនៃប្រទេសថៃនេះដែលប៉ះពាល់ដល់ប្រជាជនជាង10លាននាក់ឯណោះអញ្ចឹងទេយើងអាចនិយាយបានថាវាដូចជាកម្មពៀមួយកន្លងទៅថៃធ្លាប់ធ្វើដាក់កងទ័ពកម្ពុជាពេលនេះខ្យល់ពុលនេះគឺបានកើតមាននៅទីក្រុងបាងកកថៃផ្ទាល់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជន10លាននាក់ឯណោះប្រិមិត្តប្រិមត្តទស្សនិកជនឥឡូវនេះថៃបានស៊ើបអង្កេតតាក់ទងទៅនឹងករណីបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងចំនួន11ទីតាំងនោះរឿងនេះឥឡូវនេះថៃបានស៊ើបអង្កេតឃើញថាអ្នកបំផ្ទុះគ្រាប់បែកទាំង11ទីតាំងនោះគឺជាក្រុមតែមួយជាមួយនឹងក្រុមចោរប្លន់ហាងមាសមួយកន្លែងនៅក្នុងខេត្តនរាธิវត្តកាលពីពេលថ្មីកន្លងទៅនេះដែលក្រុមនោះគឺជាក្រុមបះបោផ្ដាច់ទឹកដីពិតប្រាកដមែនដែលពួកគេគឺយកទឹកដីនៃប្រទេសម៉ាឡេស៊ីជាទីតាំងឈរជើងដើម្បីធ្វើសកម្មភាពក្នុងពេលដែលក្រុមចោរប្លន់មាសធ្វើសកម្មភាពរួចហើយពួកគេក៏បានជិះរថយន្តចូលទៅក្នុងទឹកដីនៃប្រទេសម៉ាឡេស៊ីតែម្ដងឥឡូវនេះយើងឃើញថាថៃបានស៊ើបអង្កេតទៅបញ្ជាក់ថាក្រុមបំផ្ទុះគ្រាប់បែកស្ថានីយ៍ប្រេងឥន្ធនៈគឺជាបណ្ដាញតែមួយជាមួយនឹងក្រុមចោរប្លន់មាសកាលពីខែតុលាឆ្នាំមុនជាមួយនឹងការប្រកាសតាមចាប់ខ្លួនជនល្មើសនៅពីក្រោយការបំផ្ទុះគ្រាប់បែកកំទេចស្ថានីយ៍ប្រេងឥន្ធនៈ11កន្លែងនៅភាគខាងត្បូងកាលពីថ្ងៃទី11ខែមករាឆ្នាំ2026អាជ្ញាធរថៃក៏បានអះអាងដែរថាពួកគេគឺជាបណ្ដាញតែមួយជាមួយនឹងក្រុមចោរប្លន់មាសនៅក្នុងខេត្តនរាธิវត្តកាលពីខែតុលាឆ្នាំ2025សារព័ត៌មាន The Star បានស្រង់សម្ដីមេយុទ្ធភូមិភាគទី4របស់ថៃដែលនិយាយថាក្រោយការពិនិត្យភស្តុតាងយើងអាចសន្និដ្ឋានបានថាក្រុមវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ11កន្លែងក្នុងពេលតែមួយនៅខេត្តចំនួន3នៃភាគខាងត្បូងនោះគឺជាបណ្ដាញតែមួយជាមួយនឹងក្រុមចោរប្លន់នៅក្នុងហាងមាសយ៉ាវរ៉ាត់លោកបានបន្តថាអាជ្ញាធរមិនទាន់ទាត់ចោលនៅមូលហេតុណាមួយឡើយរួមទាំងកត្តាពាក់ព័ន្ធនឹងសន្តិសុខនិងសក្តានុពលនយោបាយក្នុងតំបន់ព្រោះហេតុការណ៍នេះកើតឡើងក្នុងពេលដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជុំវិញហេតុការណ៍នេះដែរមេបញ្ជាការកងទ័ពជើងគោកថៃបានបញ្ជារួចហើយឲ្យប្រញាប់ប្រញាល់ប្រមាញ់ក្រុមជនដៃដល់នឹងនាំខ្លួនមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់ឲ្យបានឆាប់បំផុតទន្ទឹមនោះ
កងទ័ពកំពុងត្រួតពិនិត្យយ៉ាងដិតដល់នៅរាល់ផែនការខុសច្បាប់ទាំងអស់នៅតាមដងទន្លេខូឡុកនៅក្នុងខេត្តនរាធិវត្តជាមួយផែនការគ្រប់គ្រងលើប្រតិបត្តិការរបស់ពួកគេដោយជឿជាក់ថាទីតាំងទាំងនោះត្រូវបានក្រុមបះបោរប្រើប្រាស់សម្រាប់ធ្វើដំណើរចូលមកនិងរត់គេចចេញពីប្រទេសថៃអាជ្ញាធរថៃបានរកឃើញផែខុសច្បាប់ប្រហែល200កន្លែងនិងទូគ្មានការចុះបញ្ជីចំនួន900គ្រឿងដែលកំពុងធ្វើប្រតិបត្តិការលើទន្លេកូឡុកបាទចំណែកឯអាជ្ញាធរម៉ាឡេស៊ីក៏រកឃើញផែខុសច្បាប់ប្រហែលគ្នានេះដែរនៅត្រើយម្ខាងកងទ័ពក៏នឹងបង្កើនចំនួនកម្លាំងទាហានល្បាតតាមព្រំដែនម៉ាឡេស៊ីក្នុងខេត្តនរាធិវត្តដល់ទ្វេដងផងដែរពលគឺបង្កើនពី3កងអនុសេនាធំទៅ6កងអនុសេនាធំបាទដូច្នេះគេបានដឹងហើយបាទគឺតាក់ទងទៅនឹងក្រុមបាទចៅប្លន់ហើយនឹងក្រុមបំផ្ទុះតាមស្ថានីយ៍ប្រេងឥន្ធនៈ11កន្លែងនោះបាទគឺជាក្រុមតែមួយបាទដែលនេះគឺជាបញ្ហាដែលកំពុងតែកើតឡើងពេញបន្ទុកនៅខេត្តភាគខាងត្បូងនៃប្រទេសថៃបង្កឲ្យមានការភ័យស្លន់ស្លោពីសំណាក់ភ្ញៀវទេសចរជាតិអន្តរជាតិមិនហ៊ានទៅលេងកម្សាន្តនោះទេបិទថាប្រទេសថៃពេលបច្ចុប្បន្ននេះគឺពុំមានសុវត្ថិភាពសម្រាប់ពួកគេនោះទេ